ខ្ញុំលេងគឺបងប្អូនយឺតមួយប្លង់ម្ដងមកប្លង់ប្លង់ទី1គឺយើងតោះឬក៏យើងលេងរុញចឹងក៏បានដែរណាយើងចេញពីក្របរ៉េទៅរ៉េមីរ៉េហ្វាតែយើងរុញស៊ីឡាស៊ីតោះឥឡូវយើងចូលបន្តទៀតក្របនេះគឺស៊ីឡាហ្វានេះ3ក្របនេះគឺ blue ក្របជាប់គ្នាមកនេះគឺចេញពីក្របហ្វាទៅរ៉េស៊ីឡាស៊ីចឹងយើងបានបន្តទៀតគឺយើងចេញពីក្របរ៉េនេះមកយើងរុញមីមកអូដៃម្នេះមកឡានេះរ៉េនេះកន្លែងនេះគឺចេញនេះក្របស៊ីមីនេះយើងធ្វើ4ដងចូលមកស៊ីវិញស៊ីឡាហើយយើងបន្តទៀតហើយនេះយើងចេញក្របរ៉េមីរ៉េហ្វាហើយទៅវិញគឺហ្វាមីរ៉េហើយដោយឲ្យពេលយើងចេះរត់មកហ្នឹងមីនេះយើងកន្លែងនេះមានតែយើងមើលយើងលេងចូលយើងអូសមកមុខតិចមកលេងដូចចេះហើយបានយើងបញ្ចប់តោះណាឥឡូវខ្ញុំលេងម្ដងទៀតមកតិចម្ដងគុណបងប្អូនជំរាបលាហើយបើបងប្អូនអត់យល់ឬក៏អត់ទាន់ត្រង់ណាអាច comment ហើយខ្ញុំនឹងជួយបញ្យល់ថែមទៀត
នេះគ្រាន់ជាការចែករំលែកបន្តិចតួចពិតខ្ញុំក៏អត់ចេះអីច្រើនដែរហើយបងប្អូនអាចចាប់ថែមទៀតស្ដាប់ថែមទៀតព្រោះខ្ញុំចាប់នេះក៏មិនប្រកាសថាត្រឹមត្រូវបានទាំងអស់ដែរគ្រាន់តែថាវាជាផ្លូវមួយបង្ហាញបងប្អូនដែលបងប្អូនអាចចាប់បន្ថែមទៀតស្ដាប់បន្ថែមទៀតនឹងត្រូវបានល្អជាងខ្ញុំបាទសូមអរគុណសូមជម្រាបលា